គ្រប់ជំរាបសួរបងប្អូនជួនរួមជាតិថ្ងៃនេះយើងពិតជាមានអារម្មណ៍មោទនភាពដោយសារថ្ងៃនេះយើងនឹងធ្វើមូលនិធិមួយដែលមានឈ្មោះថាស្មារតីខ្មែរតែមួយសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះដែរគឺថាខ្ញុំមានស្បៀងបាទបន្តិចបន្តួចបាទមានទឹកសុទ្ធមីទឹកស៊ីអ៊ីវអញ្ចឹងបងប្អូនបាទយើងមូលនិធិជូនក្រុមហ៊ុន MTSL បាទខាងទឹកដោះគោបងប្អូនបាទដឹកនាំដោយលោកអគ្គនាយកថេងស្រេងបាទអូខេអ្នកទាំងអស់គ្នាឥឡូវនេះគឺថាខ្ញុំបានមកដល់ទីតាំងហើយអ្នកទាំងអស់គ្នាបាទហើយយើងមានការរៀបចំបាទការចាប់ឆ្នោតសងសំណាងជូនទៅដល់អតិថិជនផងដែរហើយឥឡូវនេះគឺថាខ្ញុំមានស្បៀងបន្តិចបន្តួចបាទជូនលោកអគ្គនាយកបាទអូខេហើយលោកអគ្គនាយកក៏បានផ្ដល់កិត្តិយសសម្រាប់ខ្ញុំបាទដើម្បីចាប់ឆ្នោតសងសំណាងជូនទៅដល់អតិថិជនផងដែរហើយរង្វាន់យើងគឺមានច្រើនមែនទែនដូចបងប្អូនបានឃើញនៅក្រោយខ្នងខ្ញុំមានម៉ូតូផងមានឡានកូនក្មេងផងមានកង់ផងហើយមានរង្វាន់ផ្សេងៗទៀតនិយាយរួមច្រើនមែនទែនបងប្អូនណាបាទហើយលើកទី1សម្រាប់ខ្ញុំភ័យហងអផងហើយខ្ញុំក៏បានសរសេរឈ្មោះអាស័យដ្ឋានដាក់ដែរបងប្អូនណាបាទបើត្រូវឈ្មោះខ្ញុំក៏បានខ្ញុំដែរបងប្អូនណាបាទហើយបងប្អូនមួយវិញទៀតបើសិនជាបងប្អូនចង់មូលនិធិបាទដូចជាស្បៀងដូចជាថវិកាខ្ញុំនឹងប្រាប់ទីតាំងបងប្អូនបាទយើងធ្វើនៅលើផ្លូវទំនប់កប់ស្រូវនៅជិតវត្តគ្នាដែរបងប្អូនបាទក្រួយ ABA ទីតាំងយើងច្បាស់បាទក្រួយ ABA បងប្អូនណាបាទអូខេឥឡូវយើងកុំឲ្យខាត់ពេកយើងទស្សនាវីដេអូបងចម្រុងតិចបងប្អូនណាគ្រប់ជំរាបសួរបងប្អូនជួនរួមជាតិថ្ងៃនេះយើងពិតជាមានអារម្មណ៍មោទនភាពដោយសារថ្ងៃនេះយើងនឹងធ្វើមូលនិធិមួយដែលមានឈ្មោះថាស្មារតីខ្មែរតែមួយដែលជាមូលនិធិយើងរួមគ្នាដែលក្នុងនោះគឺជាការព្រួយផ្ដើមគំនិតដោយលោកថេងស្រេងដែលជាម្ចាស់ក្រុមហ៊ុន MTSS ដែលកំពុងតែមានវត្តមានទីនេះគាត់នឹងបានចូលរួមជាការព្រួយផ្ដើមគំនិតហើយទីទៀតនឹងផ្ដល់ជាមតិយោបល់ជូនដល់បងប្អូនអរគ្នាចង់ជំរាបថាដោយសារបងប្អូនរបស់យើងជាទូទៅបានផ្ដល់ជូនមួយចំនួនធំហើយប៉ុន្តែយើងសង្កេតឃើញជ្រុងមួយដែលយើងបានគិតដល់នោះគឺទៅដល់ជនងាយរងគ្រោះដែលដូចជាមិនទាន់ឃើញច្រើនដល់ឡើយទេមានហើយប៉ុន្តែមានតិចហើយក៏មានការសំណូមពរច្រើនទៀតដែលឃើញពីកង្វះខាតនេះហើយទើបពួកយើងនឹកឃើញនឹងបង្កើតនៅមូលនិធិនេះកើតឡើង